Elo Susday បងប្អូនទាំងអស់គ្នាវិលធ្លាប់ជួបគ្នាជាមួយខ្ញុំបាទរំដួលមកវិញម្ដងទៀតហើយថ្ងៃផងដែរអត់មានសូមលើកយកខ្សែប្រយុទ្ធថ្មីមួយទៀតដើម្បីបានធ្វើការសម្រេចជូនបងប្អូនទស្សនាបន្តទៀតហើយប៉ុន្តែមុនចូលទស្សនាសាច់រឿងពេញសម្រាប់បងប្អូនទៅទស្សនាថ្មីម្រេចចិត្តស្ងប់ស្ងាត់និងដាក់រូបដឹងផងដើម្បីទទួលបានវីដេអូការសម្រេចរឿងថ្មីបន្តទៀតកុំឲ្យខាតពេលវេលាយូរចូលទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅបាត់រឿងមួយនេះចាប់ផ្ដើមឡើងជាមួយនឹងអ៊ំស្រីម្នាក់ដែលមានឈ្មោះថាជាតិតាគាត់បានយល់ដឹងរួចហើយអ្នកបម្រើក្នុងបន្ទប់របស់គាត់ឲ្យលឿនបន្ទាប់ពីបានឬសំឡេងកណ្ដឹងនារីដែលជាអ្នកបម្រើក៏បានប្រញាប់ប្រញាល់ចូលមកជួបជាមួយនឹងអ្នកស្រីជាតាហើយនាងមានឈ្មោះថាម៉ាយ៉ាអ្នកស្រីជាតាបាននិយាយស្ដីបន្ទោសដាក់ម៉ាយ៉ាជាខ្លាំងតែឯងទៅនឹងមកពីណាយើងរត់ក៏ដឹងបង្ហាញហើយត្រចៀករបស់ឯងខ្លងមែនទេម្យ៉ាងបាននិយាយឆ្លើយតបទៅវិញថាខ្លួនកំពុងតែរវល់បោកខោអាវនៅជាន់ខាងក្រោមមិនមែនទៅដើរលេងនៅកន្លែងណាទេអ្នកស្រីជាតាមិនព្រមស្ដាប់ការនិយាយបកស្រាយហេតុផលរបស់ម្យ៉ាងឡើយគាត់បានជេរស្ដីថាឲ្យម៉ាយ៉ាជាខ្លាំងនឹងបាននិយាយចោទប្រកាន់ដាក់ទៅកាន់ម៉ាយ៉ាថាការងារនៅក្នុងផ្ទះមិនខំធ្វើតែគិតពីទៅជួបតាក់ទងមានស្នេហាគ្នាជាមួយកូនអ្នកចិត្តខាងរបស់គាត់ច្រើនណាស់បន្ទាប់ពីនិយាយស្ដីថាឲ្យម៉ាយ៉ារួចហើយអ្នកស្រីជាតាបានប្រើដោយម្យ៉ាងយកក្អមឆ្នាំងរបស់គាត់ទៅចាក់ចោលនៅខាងក្រៅបញ្ជាក់ផងដែរថាអ្នកស្រីជាតាគាត់មានជំងឺប្រចាំកាយមិនអាចដើររួចទេគាត់នៅក្នុងបន្ទប់រហូតបន្ទាប់ទៀតសាច់រឿងបានបង្ហាញពីសិស្សស្រីម្នាក់នាងមានឈ្មោះថា Andy ត្រូវជាក្មួយតែម្នាក់គត់របស់អ្នកស្រីជាតា Andy បានទៅផ្ទះសង្សាររបស់ខ្លួនហើយនាងជាមួយសង្សារក៏បានចាប់ផ្ដើមប្រតិបត្តិការជាមួយគ្នាតែម្ដងAndy មិនសូវជាសប្បាយចិត្តទេប៉ុន្តែសង្សាររបស់នាងខ្លាំងពេកយកសេចក្តីសុខតែម្នាក់ឯងអស់មនុស្សប្រុសដែលជាសង្សាររបស់នាងមានឈ្មោះថា Meko Man ក៏បាននិយាយឡំទៅកាន់សង្សាររបស់ខ្លួនគុំឲ្យខឹងអីនឹងបានបួននាងដូចគ្នាម្ដងទៀតប៉ុន្តែ Andy មិនព្រមទេពីព្រោះទៅនាងអស់ម៉ោងត្រូវត្រឡប់ទៅផ្ទះវិញទោះបីមែនក៏ព្យាយាមនិយាយគាត់យ៉ាងណាក៏ដោយក៏នាងមិនព្រមមួយសម្បុកធំក្រោយមកនាងក៏បានដើរដល់ផ្ទះរបស់ខ្លួនវិញទឹកមុខរបស់នាងគឺបញ្ជាក់ថានាងពិតជាធន់ខ្លាំងមែនតែនមិនចង់ត្រឡប់ទៅផ្ទះវិញទេហើយក៏មានមនុស្សប្រុសពីរនាក់ជាអ្នកចិត្តខាងរស់នៅជាប់ផ្ទះជាមួយគ្នាពួកគេបានធ្វើកាយវិការអូសក្រឡាដើម្បី Andy ប៉ុន្តែ Andy មិនចាប់អារម្មណ៍ទេនាងក៏បានដើរចូលខាងក្នុងផ្ទះទៅនៅពេលនាងចូលមកដល់ខាងក្នុងផ្ទះភ្លាមអ្នកស្រីជាតាបាននិយាយសួរនាំAndy តាទៅនឹងមកពីណា2012នេះម៉ោង6ទៅហើយខាងសាលាគេចេញពីរៀនតាំងពីម៉ោង3មកម្លេះអ្នកស្រីជាតាវិញថាខ្លួនជួបជុំជាមួយនឹងសមាជិកក្រុមនៅក្នុងបណ្ណាល័យដើម្បីធ្វើកិច្ចការងារឲ្យសាលារៀនប៉ុន្តែអ្នកស្រីជាតាមិនជឿឡើយគាត់គិតថា Andy និយាយកុហកបោកប្រាស់ខ្លួនមិនតែប៉ុណ្ណោះគាត់បាននិយាយប្រាប់ទៅកាន់ Andy កុំឲ្យធ្វើអត្តចរិតដូចជាម្ដាយបង្កើតរបស់ឯងខ្លាំងពេកមានកូន3នាក់ជាមួយនឹងប្រុសផ្សេងគ្នាបើសិនជាយើងមិនយកមកចិញ្ចឹមទេជីវិតរបស់ឯងនៅពេលនេះមិនដឹងថាទៅជាយ៉ាងណាឡើយបន្ទាប់ពីបានឮពាក្យសម្ដីរបស់អ្នកស្រីចិន្តានិយាយបែបនេះទឹកមុខរបស់ Andy ចាប់ផ្ដើមខឹងជាខ្លាំងប៉ុន្តែនាងមិនបាននិយាយក្តីអ្វីទេហើយនាងក៏បានដើរចេញទៅក្រៅវិញទៅបន្ទាប់ទៀត Andy បានដើរមកសួរនាំទៅកាន់ម៉ាយ៉ាតែថ្ងៃនេះធ្វើម្ហូបអ្វីដែរម៉ាយ៉ាបានត្រឹមតែគ្រវីក្បាលធ្វើម្ហូបបណ្ដាយំបណ្ដា Andy បានសួរនាំស្រីជាតាធ្វើអីដាក់មែនម៉ាយ៉ាបាននិយាយប្រាប់ថាទោះបីជាខ្លួនខិតខំធ្វើការងារយ៉ាងណាក៏ដោយមិនដែរត្រូវចិត្តរបស់អ្នកស្រីទេគាត់តែងតែស្ដីដៀលថាឲ្យខ្លួនលក្ខណៈថាឈឺខ្លាំងមែនតែនហើយនាងស្ទើរតែមិនអាចទ្រាំបានទេបន្ទាប់ពីបានឬបែបនេះ Andy បាននិយាយប្រាប់ទៅកាន់ម៉ាយ៉ាវិញថាបើសិនជាថ្ងៃក្រោយយើងខំធ្វើការហើយនៅតែអ្នកស្រីជាតាមិនពេញចិត្តស្រីថាឲ្យបែបនេះយកទឹកដីរបស់អីផ្សេងចេះកណ្ដាលមុខរបស់គាត់តែម្ដងចាំនិយាយសុំទោសតាមក្រោយថាយើងចង់សម្ដែងជើងណាបន្ទាប់ពីបានស្ដាប់ឮ Andy និយាយបែបនេះពួកគេទាំងពីរនាក់ក៏បាននាំគ្នាសើចសប្បាយហើយ Andy ក៏បានដើរចូលខាងក្នុងបន្ទប់ដេករបស់ខ្លួនវិញទៅបន្ទាប់ទៀតនៅពេលដែល Andy នៅក្នុងបន្ទប់ដេកតែម្នាក់ឯងនឹងបានផ្ទុះសពទៅកាន់សង្សារនឹងបាននិយាយប្រាប់ថាពេលនេះនាងគឺមិនសប្បាយចិត្តទេមានបញ្ហាច្រើនរាប់មិនអស់ហើយក៏មិនចង់រស់នៅក្នុងផ្ទះមួយនេះបន្តទៀតដែរនិយាយរួមទៅគឺធុញតែម្ដងថ្ងៃបន្តទៀតអ្នកគ្រូពេទ្យបានមកពិនិត្យចង្វាក់បេះដូងពិនិត្យសម្ពាធឈាមតាមដានជំងឺរបស់អ្នកស្រីជាតានឹងបាននិយាយតែប្រាប់ទៅកាន់អ្នកស្រីជាតាឲ្យលេបថ្នាំញ៉ាំហើយបានទៀងទាត់ទើបវាអាចធ្វើឲ្យរូបរាងកាយរបស់គាត់មានភាពល្អប្រសើរឡើងវិញមុននឹងអ្នកគ្រូពេទ្យត្រឡប់ទៅវិញអ្នកគ្រូពេទ្យបាននិយាយប្រាប់ទៅកាន់ឥណ្ឌាផងដែរផែនដីដាច់ខាតត្រូវតែយកចិត្តទុកដាក់ថែរក្សាអ្នកស្រីជាតិឲ្យមែនតែនពីពណ៌សុខភាពរបស់គាត់ពេលនេះគឺខ្សោយខ្លាំងណាស់បន្ទាប់ពីនិយាយផ្ដាំផ្ញើរួចរាល់ហើយអ្នកគ្រូពេទ្យក៏បានត្រឡប់ទៅវិញទៅហើយ Andy មិនខ្វល់ទេបានចេញពីសាលារៀននាងតែងមកជួបជាមួយនឹងសង្សាររបស់ខ្លួនរហូតនាងបាននិយាយប្រាប់ទៅកាន់សង្សារថារាល់ថ្ងៃឆ្អឹងធំខ្លាំងមែនតែនមិនគួរណារស់នៅជាមួយមនុស្សចាស់ហើយមានជំងឺបែបនេះទេមែនក៏បាននិយាយឆ្លើយតបទៅកាន់សង្សាររបស់ខ្លួនវិញមិនគួរគិតបែបនេះទេគាត់គឺជាអ្នកមើលថែរក្សាចាំមុនឯងទៅមួយតូចរហូតដល់ធំយើងគួរតែតបស្នងសង្គមគាត់វិញប៉ុន្តែ Andy មិនខ្វល់ទេនាងក៏បានតាំងចិត្តរួចជាស្រេចផងដែរនៅពេលដែលរៀនចប់ភ្លាមនាងនឹងចាក់ចេញពីទីនេះទៅរស់នៅក្នុងទីក្រុងស្វែងរកការងារធ្វើមិនរស់នៅជាមួយមនុស្សចាស់មានជំងឺបែបនេះទៀតឡើយ
Andy បានត្រឡប់មកផ្ទះវិញនាងបានឮសំឡេងរបស់អ្នកស្រីជាតាស្រែកយំពេញបន្ទប់ពេលនាងបើកទ្វារបន្ទប់ចូលមើលបានឃើញថាអ្នកស្រីជាតាបត់ជើងតូចខ្ចាយពេញបន្ទប់នាងគឺខ្ពើមខ្លាំងមែនតែនបន្ទាប់មក Andy បានស្រែកហៅម្យ៉ាងស្រាប់តែបានឃើញសម្បត្តិមួយសរសេរទុកនៅលើតុគឺជាសម្បត្តិរបស់ម៉ាយ៉ាបន្ទាប់ពីបានឃើញសម្បត្តិមួយនឹងហើយនាងមានអារម្មណ៍ថាឈឺក្បាលខ្លាំងមែនតែនម្យ៉ាងបញ្ចេញមកខាងក្រៅនាងបានសួរនាំទៅកាន់អ្នកបែបអ្នកដែលជាអ្នកជិតខាងរស់នៅជាប់ផ្ទះជាមួយខ្លួនទៅតែមិនបានឃើញម៉ាយ៉ាដែរឬទេបែបនឹងបានឆ្លើយប្រាប់ទៅថាខ្លួនបានឃើញទេមានន័យថាពេលនេះម្យ៉ាងគឺបានរត់ចេញពីផ្ទះរបស់នាងបាត់ហើយបានគឺនាងឈប់ធ្វើការតែម្ដងបន្ទាប់មក Andy ត្រូវបានអ្នកគ្រូពេទ្យស្ដីបន្ទោសថាឲ្យជាខ្លាំងមិនគួរណាទុកឲ្យមនុស្សចាស់ដែលមានជំងឺនៅតែម្នាក់ឯងបែបនេះទេវាអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បានគ្រប់ពេល Andy នៅស្ងៀមមិននិយាយទៅវីឡើយចាប់តាំងពីថ្ងៃនោះមក Andy គឺជាអ្នកមើលថែអ្នកស្រីជាតាដោយផ្ទាល់ពីព័ត៌មានមិនទាន់រកអ្នកមកធ្វើការនៅជាមួយបានឡើយនាងធ្វើការងារទាំងអស់នឹងដោយមិនពេញចិត្តទេបង្ខំអ្នកស្រីជាតាដោយញ៉ាំច្រើនកុំឲ្យឆាប់ឃ្លានអ្នកស្រីជាតាក៏ឈប់ញ៉ាំអីបើគាត់បាននិយាយហាមថ្ងៃនេះមិនឲ្យ Andy ទៅណាទេនៅពេលគាត់ភ្ញាក់ពីដេកវិញគាត់ឃ្លានពេលណាគាត់នឹងហៅឲ្យនាងមកភ្ជាប់ម្ដងទៀត Andy បានក្រោកដើរចេញនាងនិយាយតិចលក្ខណៈសុខថាធុញជ័យម៉ាយ៉ាហើយយប់នឹងផងដែរ Andy បាននាំសង្សាររបស់ខ្លួនមកកាន់ផ្ទះរបស់នាងដោយផ្ទាល់តែម្ដងដើម្បីបើកគ្នាលេងបំបត្តិស្ត្រេសនាងបាននិយាយប្រាប់ទៅកាន់សង្សាររបស់ខ្លួនថាមិនចាំបាច់ព្រួយបារម្ភខ្លាចអ្វីទេយាយចាស់នឹងមិនអាចធ្វើអីបានឡើយដែលចេញពីខាងក្នុងបន្ទប់មិនរួចផងពួកយើងនាំគ្នាសប្បាយឲ្យអស់ដៃទៅលោកពេលវេលាព្រឹកឡើង Andy បានរៀបចំខ្លួនទៅកាន់សាលារៀនអ្នកស្រីជាតាគេមិនទាន់ក្រោកនៅឡើយទេ Andy បានបើកទ្វារបន្ទប់សម្លឹងមើលទៅកាន់អ្នកស្រីជាតាបន្ទាប់មកនាងក៏បានបិទទ្វារបន្ទប់វិញហើយបានចាក់សោកន្លេសទ្វារទៀតផងនឹងបានដើរចេញទៅកាន់សាលារៀនទៅបន្ទាប់មកទៀតនៅពេលដែលនាងត្រឡប់មកពីសាលារៀនវិញស្រាប់តែបុរស2នាក់ដែលជាអ្នករស់នៅប្រទេសជិតខាងជាមួយនឹង Andy បាននិយាយប្រាប់ទៅកាន់ Andy ថាអ្នកស្រីជាតាពេលនេះកំពុងមានបញ្ហាបានស្លាប់បាត់បង់ជីវិតទៅហើយបានដឹងរឿងមួយនេះ Andy ក៏បានផ្ញើរថយន្តខាងក្នុងផ្ទះគ្រូពេទ្យកំពុងតែលក់ឲ្យអ្នកស្រីជាតាដោយសារគាត់ព្យាយាមក្រោកឡើងហើយដួលអ្នកស្រីជាតាខឹងខ្លាំងមែនទែនគាត់បានគប់ដាក់ទៅកាន់ Andy នឹងបានស្រែកជេរស្ដី Andy ថាឯងទុកយើងចោលឯងចង់សម្លាប់យើងមែនទេឯងគឺជាមនុស្សល្មើសគុណខ្លាំងណាស់ស្មានថាយើងមិនដឹងមែនហើយការទៅរៀនរបស់ឯងគ្រាន់តែជាលេសដើម្បីតាក់ទងបើកជាមួយប្រុសប៉ុណ្ណោះអ្នកគ្រូពេទ្យបាននាំ Andy ចេញទៅខាងក្រៅដើម្បីនិយាយគ្នាអ្នកគ្រូពេទ្យចង់ឲ្យ Andy យកចិត្តទុកដាក់មើលថែរក្សាអ្នកស្រីជាតិឲ្យមែនតែនមិនត្រូវទុកគាត់នៅតែម្នាក់ឯងត្រូវតែនៅជាមួយគាត់ជាប់ជានិច្ចបន្ទាប់ពីនិយាយប្រាប់ Andy រួចរាល់ហើយគ្រូពេទ្យក៏បានត្រឡប់ទៅវិញទៅបន្ទាប់ទៀតនៅពេលដែល Andy អង្គុយធ្វើលំហាត់អង្គុយរៀនអ្នកស្រីជាតាបានអង្រួនក្តឹង Andy មានអារម្មណ៍ថាធុញម៉ៅបើនាងក៏បានចូលខាងក្នុងបន្ទប់របស់អ្នកស្រីជាតា Andy បានយកកន្សែងពុះជាមួយទឹកមកជូតសម្អាតខ្លួនប្រាណរបស់អ្នកស្រីជាតានឹងបាននិយាយប្រាប់ថាបន្តិចទៀតនាងសុំចេញទៅក្រៅបន្តិចប៉ុន្តែអ្នកស្រីជាតាមិនព្រមទេគឺគាត់មិនឲ្យ Andy ទៅណាទាំងអស់ Andy បានអន់ចិត្តខ្លាំងមែនតែនអ្នកស្រីជាតាបាននិយាយបន្តទៀតថាគ្រប់យ៉ាងគាត់ដឹងទាំងអស់ឯងទៅរៀងរាល់ថ្ងៃនេះគ្រាន់តែជាលេសទៅជួបមនុស្សប្រុសដើម្បីបើកគ្នាលេងពេលដែលរៀនចប់ផែនការរបស់ឯងនឹងបោះបង់ចោលយើងមិនរស់នៅជាមួយយើងទៀតទេដូចនេះហើយអ្នកស្រីជាតាមិនចង់ឲ្យ Andy ទៅរៀនទៀតឡើយចង់ឲ្យនៅផ្ទះជាមួយគាត់ដល់ Andy បាននិយាយឆ្លើយតបទៅកាន់អ្នកស្រីជាតាវិញថាខ្លួនពិតជាចង់រៀនខ្លាំងណាស់នាងចង់បញ្ចប់ការសិក្សាពីព្រោះតែ 2-3 ខែទៀតប៉ុណ្ណោះការសិក្សារបស់នាងនឹងត្រូវបញ្ចប់ដែលអ្នកស្រីជាតាមិនខ្វល់ជាមួយនឹងពាក្យសម្ដីរបស់ Andy ឡើយចាប់តាំងពីថ្ងៃនេះទៅគាត់លែងផ្គត់ផ្គង់លុយកាក់សម្រាប់ការរៀនសូត្ររបស់ Andy បន្តទៀតហើយបើចង់ទៅរៀនដោះស្រាយខ្លួនឯងយប់នឹងផងដែរដែលមានអារម្មណ៍ថាស្អាតខ្លាំងមែនតែនខំដេកយ៉ាងណាក៏ដេកមិនលក់ដែរតែនេះបានខលទូរស័ព្ទហៅសង្សាររបស់ខ្លួនចេញមកខាងក្រៅជួបគ្នាទាំងយប់នេះបានសួរទៅកាន់មែនកូថាតើបងស្រឡាញ់អូនអត់មានក៏បានឆ្លើយថាស្រឡាញ់ហេតុអ្វីបានជាអូនឯងស៊ូបែបនេះតើវាមានរឿងអីកើតឡើងមែនAndy បានប្រាប់ថាពេលនេះខ្ញុំមិនចង់រស់នៅក្នុងផ្ទះជាមួយនឹងជើងចាស់នឹងទៀតទេអូនចង់នៅជាមួយបងពួកយើងចង់ទៅណាក៏បានដែរ2002នេះខ្ញុំមិនមានផ្ទះរស់នៅទៀតទេបន្ទាប់ពីបានរឿងបែបនេះមែនក៏បានឆ្លើយតបទៅវិញថាខ្លួនឯងឈួតមែនអូនឯងគិតថាឪពុកម្ដាយរបស់បងអនុញ្ញាតឲ្យពួកយើងរស់នៅជាមួយគ្នាមែនពេលវេលាពេលនេះវាមិនទាន់ស័ក្តិសមឲ្យពួកយើងអាចរស់នៅជាមួយគ្នាបានឡើយAndy ចាប់ផ្ដើមយំនឹងបាននិយាយអង្វរសង្សាររបស់ខ្លួនយកនាងទៅទីណាក៏បានដែរដោយចេញពីកន្លែងនេះមានក៏បាននិយាយសុំទោសប៉ុន្តែខ្លួនមិនអាចធ្វើបានទេបន្ទាប់មកគេនេះក៏បានត្រឡប់ទៅផ្ទះវិញឡើងលឿនតែម្ដងដោយទុកដោយ Andy នៅឈរយំសេចពិបាកចិត្តតែម្នាក់ឯងទៅបើបន្ទាប់ទៀតនៅពេលដែលនាងត្រឡប់មកផ្ទះវិញ Andy បានសម្លឹងឃើញអំពេក2នាក់ដែរជាអ្នកចិត្តខាងរស់នៅជាប់ផ្ទះរបស់ខ្លួនកំពុងតែឈរនិយាយចែកគ្នានៅខាងក្រៅពួកគេទាំង2នាក់បានសម្លឹងមើលទៅកាន់នាងវិញផងដែរAndy មិនបាននិយាយស្ដីអ្វីទេហើយនាងក៏បានដើរចូលខាងក្នុងទៅអ្នកស្រីជាតានៅក្នុងបន្ទប់នេះវិញគាត់ចាប់ផ្ដើមឃ្លានបែរជាខ្លាំងគាត់បានយកកណ្ដឹងមកអង្រួនស្រែកហៅ Andy ដើម្បីយកហាមឲ្យគាត់ Andy បានដើរចូលខាងក្នុងផ្ទះបាយនឹងបានដួសបាយច្រកថងយកត្រីខ្ចាក់ចូលច្របាច់បំបែកលាយបញ្ចូលគ្នាបន្ទាប់មក Andy បានទៅបើកទ្វារបន្ទប់របស់អ្នកស្រីជាតានាងបានយកអាហារទម្លាក់ទុកនៅលើក្តារ
នឹងបាននិយាយថាបើសិនជាឃ្លានណាស់នេះអាចឆាប់ស៊ីទៅអ្នកស្រីធីតាបាននិយាយតបវិញថានេះគឺជាទង្វើរបស់ឯងធ្វើដែលយើងមែនទេគិតថាយើងគឺជាសត្វធៀបមែនមិនបានជាយល់ថាបែបនេះម្ដាយយើង CND បានឆ្លើយថាអត់ចង់ញ៉ាំអាហារល្បីមនុស្សទៅចង្ក្រានផ្ទះបាយធ្វើឲ្យញ៉ាំខ្លួនឯងទៅហើយនេះគឺជាអាហារញ៉ាំនៅក៏មិនញ៉ាំយើងមិនខ្វល់ឡើយនិយាយចប់ហើយ ND បានដើរចេញក្រៅវិញនាងបានយកសមម្ចាស់ទ្វារបន្ទប់របស់អ្នកស្រីជាតាទៀតផងរួមទៅគឺឃុំអ្នកស្រីជាតានៅក្នុងបន្ទប់នឹងតែម្ដងអ្នកស្រីជាតាឈឺចិត្តខ្លាំងមែនតែនស្ទើរតែគាំងបេះដូងទៅហើយមិននឹកស្មានថា ND ធ្វើបែបនេះដាក់គោលដោយបន្ទាប់ ND បានចេញទៅខាងក្រៅស្រែកហៅថាពេលដែលជាអ្នកចិត្តខាងជាមួយខ្លួនឲ្យចូលមកខាងក្នុងផ្ទះរបស់នាងគេក៏បានដើរចូលហាងលឿនតែម្ដងព្រោះតែវាមិនងាយទេបានស្រីស្អាតហើយចូលមកខាងក្នុងផ្ទះទាំងយប់បែបនេះចំណងរបស់ ND ហៅពេកនឹងចូលខាងក្នុងផ្ទះបែបនេះគឺដើម្បីបើកជាមួយគ្នាដើម្បីបំបត្តិស្ត្រេសកុំឲ្យនាងគិតច្រើនចំណែកអ្នកស្រីជាតាដែលជាប់នៅខាងក្នុងបន្ទប់អាការៈជំងឺរបស់គាត់ចាប់ផ្ដើមធ្វើទុកគាត់បានព្យាយាមស្រែកហៅ ND ដើម្បីឲ្យមកជួយ ND មិនខ្វល់ទេនាងធ្វើតែមិនដឹងធ្វើតែមិនលឺគិតពីបែកគ្នានៅពេលបែកគ្នារួចហើយនៅពេលហ្នឹងក៏បានដើរចេញទៅផ្ទះវិញទៅ ND បានបើកទ្វារបន្ទប់អ្នកស្រីជាតាអ្នកស្រីជាតាពេលនេះគឺបានស្លាប់បាត់បង់ជីវិតទៅហើយបើ ND មិនបានពិបាកចិត្តឡើយនាងបានញឹមមានក្តីសុខខ្លាំងមែនតែនស្នាមញឹមរបស់នាងគឺបង្កប់នៅភាពខូខើសាហាវខ្លាំងមែនតែនរបស់យើងឲ្យគាត់បញ្ចប់ត្រឹមនឹងទៅអ្នកទាំងអស់គ្នាតួស្រីរបស់យើងគឺពិតជាអកតញ្ញូខ្លាំងមែនតែនគេខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចមកមិនបានតបស្នងសង្គមវិញទេបែរជាសម្លាប់គេទៅវិញហើយអ្នកមើលទាំងអស់គ្នាកុំយកគំរូតាមទូស្រីសោះបើចំពោះថ្ងៃអ្នកមានប៉ុណ្ណឹងទេសម្រាប់បងប្អូនទស្សនាថ្មីកុំភ្លេច70គ្រាប់នឹងដាក់រូបដឹងផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតកាន់នៃខ្ញុំបាទដួងវីសំឡេងអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នារឿងក្រោយទៀត